សូមជម្រាបសួរបងប្អូនអរគ្នាបាទវីដេអូនៅក្នុងឱកាសពេលនេះគឺចង់បង្ហាញបងប្អូនអរគ្នាពីរបៀបដាក់ logo watermark នៅក្នុងវីដេអូណាបាទបងប្អូនអាចដាក់ logo ក៏បានឬក៏ទៅសេជាអត្ថបទក៏បានដូចជាដាក់ website ដាក់អីនៅក្នុងវីដេអូដែលជាទូទៅបងប្អូនធ្លាប់ឃើញហើយពេលដែលគេ post វីដេអូ post អីហ្នឹងមានអក្សរដាក់ទៅកាន់ website របស់គេអញ្ចឹងណាបាទអញ្ចឹងនៅក្នុងនេះខ្ញុំមាន4វីដេអូគឺវីដេអូទី1ទី2ទី3ទី4ហើយខ្ញុំនឹងចាក់បង្ហាញឲ្យបងប្អូនមើលថាតើវីដេអូហ្នឹងវាជាប់ watermark ឬក៏អត់ណាបាទអញ្ចឹងយើងមើលថាវីដេអូនេះអត់មានជាប់ watermark ទេបាទបានន័យថាអត់មានអក្សរអីទេនៅក្នុងហ្នឹងបាទអញ្ចឹងដើម្បីធ្វើវាណាបងប្អូនត្រូវតែចំណុចដំបូងបងប្អូនចូលមកកន្លែង Google Chrome ណាបងប្អូនចូលមកកាន់ Chrome ហើយបងប្អូន search មកបាទបងប្អូនចុចមកកាន់កម្មវិធី Chrome ណាបងប្អូនចូលមកកន្លែង search ទេបងប្អូនវាយពាក្យនេះបញ្ចូលណាបាទ Workshop watermark video ហើយបងប្អូនកុំបារម្ភអីកម្មវិធីនេះគឺសម្រាប់ free យើងអាចប្រើនៅក្នុងលក្ខណៈ free បានមិនជាប់ logo ហើយក៏មិនជាប់ watermark ដែលចេញពីក្រុមហ៊ុនតែម្ដងទេគឺអត់ទេបាទអញ្ចឹងពេលហ្នឹងយើងចុចយកឲ្យលើគេផុតមកយើងនឹងមកដល់ website ហ្នឹងដូចគ្នាបាទហើយយើងចុចលើពាក្យថា download យកពាក្យថា installer នេះមកឬក៏ portable នេះក៏បានបាទតែយើងយកឲ្យលើនេះមកបាទបន្តមកទៀតយើងដាក់ email របស់យើងបាទហើយយើងចុច start យើង check កន្លែងនេះមកហើយចុច start download មកបាទហើយយើងរងចាំឲ្យវាផុតវិនាទីដែលកំពុងដើរហ្នឹងយើងនឹងអាច download កម្មវិធីនឹងបានហើយយើងចុចចេះមកបាទពេលដែលចុចចេះហើយយើង download បានហើយគឺកម្មវិធីនៅក្រោមគេនេះបងប្អូនអរគ្នាអាចចូលទៅកន្លែង download ដើម្បីស្វែងរកវាហើយយើងចុចបើកវាធម្មតាមកហើយចុចចេះណាបាទពេលដែលបងប្អូនចុចចេះហើយយើងចុច OK ទៀតមកហើយចុច next ទៀតមកហើយយកលើនេះហើយចុច next ទៀតមកចុច next ទៀតមកបាទចុច next រហូតទៅហើយនេះត្រូវតែគ្រីសវាហើយចុច install ទៅបាទពេលដែលវា install ចប់យើងអាចដាក់សញ្ញាគ្រីសនៅកន្លែងហើយយើងចុចបើកផ្ទាល់តែម្ដងក៏បានបាទពេលនោះយើងនឹងបានកម្មវិធីមួយបាទអញ្ចឹងយើងចំណុចចុចលើពាក្យថា continue ទៅបាទយើងនៅតែប្រើបានធម្មតាណាបន្តមកទៀតយើងចូលទៅរកវីដេអូរបស់យើងអាចទាញវាណាទាញទាំងអស់ម្ដងទាំងអស់តែម្ដងព្រោះបើសិនជាយើងធ្វើម្ដងមួយយើងត្រូវការកាត់តគឺវាយូរណាអញ្ចឹងយើងត្រូវដាក់វាម្ដងទាំងអស់យើង select វាចូលទាំងអស់ចឹងមកបាទទាញវាតម្លាក់នៅក្នុងហ្នឹងហើយបន្តមកទៀតបងប្អូនអាចដាក់នៅ website របស់បងប្អូនបាទយើងដាក់នៅកន្លែងទីតាំងខាងលើនេះបងប្អូនចង់ដាក់រូបភាពក៏បានបងប្អូនចង់ដាក់អត្ថបទក៏បានណានៅក្នុងនោះវាមាន2ជម្រើសគឺយើងអាចដាក់ logo ក៏បានដាក់អត្ថបទក៏បានណាបាទបន្តមកទៀតយើងចង់ដាក់អក្សរវាណាយើងដាក់អក្សរយើងវាយអក្សរបញ្ចូលចឹងមកកន្លែងហ្នឹងហើយនៅក្នុងនេះគឺគេនិយាយពី font size ហ្នឹងមានថាទំហំអក្សរយើងចង់បានប៉ុន្មានបាទជាទំហំ24ឬក៏ទំហំជាងធំជាងហ្នឹងឬក៏តូចជាងហ្នឹងអាស្រ័យទៅលើបងប្អូនជ្រើសរើសយកខ្លួនឯងណាជាក់ស្ដែងហើយទីតាំងដែលដាក់អក្សរហ្នឹងតើនៅកន្លែងណានៃវីដេអូបានន័យថានៅក្នុងហ្នឹងនៅជ្រុងឆ្វេងខាងលើអានេះជ្រុងស្ដាំខាងលើអានេះជ្រុងឆ្វេងខាងក្រោមហើយនឹងជ្រុងស្ដាំខាងក្រោមអញ្ចឹងបងប្អូនអាចជ្រើសរើសទីតាំងណាមួយដែលបងប្អូនចង់ដាក់ឥឡូវខ្ញុំជ្រើសរើសយកជ្រុងឆ្វេងខាងលើនេះមកបាទហើយបន្តមកទៀតទីតាំងរបស់វាបងប្អូនចង់ដាក់នៅកន្លែងណាណាបាទ destination នេះបងប្អូនអាចចុចកន្លែងហ្នឹងដើម្បីរកទីតាំងរបស់វីដេអូដែលយើងបានធ្វើហើយហ្នឹងឲ្យវាស្ថិតនៅក្នុងទីតាំងនៅកន្លែងណាបាទយើងចុចកន្លែងហ្នឹងមួយមកបាទបន្តមកទៀតបងប្អូនអាចទៅរើទីតាំងណាមួយដែលបងប្អូនចង់ដាក់ឧទាហរណ៍បងប្អូនដាក់នៅក្នុង document នេះក៏បានបាទឥឡូវខ្ញុំរើសយកកន្លែងដាក់ក្នុង document ហើយទីតាំងរបស់វាគឺនៅកន្លែងនេះនៅក្នុង document ណាបាទបន្តទៅទៀតគឺយើងគ្រាន់តែចុចទៅពាក្យថា start ទៅហើយរងចាំវារហូតដល់វាដើរចប់ណាបាទ
យើងរងចាំវារហូតដល់វាដល់ចប់បាទយើងរងចាំវាសិនបាទពេលដែលវាចេញ not responding បែបនេះគឺបងប្អូនមិនបាច់បារម្ភទេបងប្អូនទុកវាមកស្ទុះទៅវាដើរហើយព្រោះដោយសារតែកម្មវិធីហ្នឹងវាយើងទៅតែដំណើរការដំបូងអញ្ចឹងវាអាចនឹងជួបបញ្ហាបែបនេះបាទបាទពេលដែលវាដើរចប់គឺវាចេញអូខេបែបនេះហើយវានឹងចាប់ផ្ដើមវីដេអូមួយទៀត not responding ដដែលអញ្ចឹងយើងមិនបាច់បារម្ភអីទេបងប្អូនអរគ្នាណាយើងគ្រាន់តែរងចាំវារហូតដល់តែវាចប់ទៅគឺបានហើយបើយើងដាក់ម្ដងមួយក៏បានដែរតែការដាក់ម្ដងមួយវាធ្វើឲ្យយើងនឹងចំណាយពេលកាត់តច្រើនដងធ្វើច្រើនដងបើសិនជាមានវីដេអូ4យើងត្រូវតែធ្វើ4ដងតែបើសិនជាធ្វើបែបនេះវីដេអូ4 5 6ឬក៏ច្រើនជាងនឹងទៀតគឺយើងធ្វើតែម្ដងគឺហើយបងប្អូនអរគ្នាណាបាទយើងមើលកន្លែង status នេះវាចេញអូខេចេះបានន័យថាវាបានធ្វើចប់ហើយបាទបាទយើងរងចាំវារហូតដល់វាដល់ចប់ហើយអានេះគឺជាការដំណើរការរបស់វាឥឡូវយើងឃើញថាវាដល់ចប់ហើយអញ្ចឹងដើម្បីបើកមើលវាយើងទៅធ្វើយ៉ាងម៉េចថាទីតាំងរបស់យើងដែលបាន convert មិនហ្នឹងអញ្ចឹងយើងគ្រាន់តែចុចបិទអាហ្នឹងធំចោលទៅហើយយើងមិនចាំបាច់បើកផ្ទាំងថ្មីទៀតបងប្អូនអាចចុចលើអាពាក្យthis PC នៅលើអេក្រង់កុំព្យូទ័រហ្នឹងដើម្បីបើកវាហើយបន្តមកទៀតបងប្អូនចូលពាក្យថា document បាទអញ្ចឹងបងប្អូននឹងឃើញនេះវីដេអូដែលយើងបាន convert មិញណាបាទគឺមានលេខរៀងលេខ1លេខ2លេខ3ព្រោះយើងបានរើសទីតាំងយកមកដាក់នៅក្នុងកន្លែងហ្នឹងបន្តមកទៀតយើងធ្វើការបើកវាថាតើវាចេញអត្ថបទដូចជាអ្វីដែលយើងបានធ្វើដែរឬទេបាទអញ្ចឹងបងប្អូនកលេចមកលើជ្រុងខាងលើបាទបងប្អូននឹងឃើញពាក្យនេះណាគឺអត្ថបទ text ហ្នឹងវាបានបង្ហាញនៅលើវីដេអូហើយ resolution របស់វានឹងធ្វើការផ្លាស់ប្ដូរបន្តិចដោយសារតែយើងប្រើជាលក្ខណៈ trial version ណាបងប្អូនអាចប្រើជាលក្ខណៈ full version ក៏បានដោយបងប្អូនទិញផ្ទាល់ចេញពីក្រុមហ៊ុនហ្នឹងណាបាទអញ្ចឹងបើចង់ច្បាស់វីដេអូហ្នឹងវាមានភាពច្បាស់រសារកម្រិត Full HD ឬក៏ 2K អីបានបងប្អូនត្រូវតែធ្វើការជាវវាទិញចេញពី website ហ្នឹងគឺទិញជា membership បាទអញ្ចឹងវីដេអូហ្នឹងបង្ហាញជូនបងប្អូនប៉ុណ្ណឹងហើយចង់បញ្ជាក់បងប្អូនថាខ្ញុំមានលោកកម្មវិធីទូរស័ព្ទនិងកម្មវិធីកុំព្យូទ័រគ្រប់ប្រភេទបងប្អូនអាចឆាតចូលនៅក្នុង Telegram របស់ខ្ញុំដែលខ្ញុំបានដាក់ link នៅខាងក្រោមវីដេអូដើម្បីឆាតចូលបើសិនជាបងប្អូនចង់ទិញកម្មវិធីអីបងប្អូនគ្រាន់តែឆាតឈ្មោះកម្មវិធីហ្នឹងមកកាន់ខ្ញុំនឹងផ្ញើជូនដល់បងប្អូនទាំងអស់គ្នាភ្លាមបាទដោយគិតកម្រៃជើងសារខ្លះគឺមិនថ្លៃទេបងប្អូនអរគ្នាណាបាទសូមអរគុណបាទបងប្អូនអរគ្នាក៏អាចដាក់រូបភាពបានដែរបាទគឺយើងគ្រាន់តែចុចទៅលើទីតាំងនៃរូបភាពនេះហើយយើងចុចលើពាក្យថា Pro ដើម្បីទៅរកទីតាំងនៃរូបភាពរបស់យើងបាទយើងចូលមកកន្លែងណាដែលបងប្អូនមានទីតាំងដែលបងប្អូនបានដាក់នៅក្នុងរូបភាពណាដែលបងប្អូនមានរូបភាពហ្នឹងបងប្អូនអាចទៅរកទីតាំងហ្នឹងបានឧទាហរណ៍ដូចជារូបនេះអញ្ចឹងគឺយើងអាចទៅរកទីតាំងណាដែលបងប្អូនដាក់រូបដែលមានរូបភាពរបស់បងប្អូនដែលចង់ដាក់ហ្នឹងណាបាទបន្តមកទៀតយើងធ្វើការចុចលើពាក្យ start ដូចគ្នាណាបាទ